ក្រុមគ្រួសារបានរសាត់នៅសមុទ្រអស់រយៈពេល7ថ្ងៃ7អ្នកអាចបំពេញភាពអត់ឃ្លានរបស់អ្នកដោយបរិភោគត្រីឆៅបុរសមិនអាចយកវាទៀតទេដូច្នេះគាត់បានសម្រេចចិត្តទៅតាមកូនប្រុសវ័យក្មេងរបស់គាត់ដូចជាគាត់លាតសន្ធឹងប្រញាំជើងរបស់គាត់អាណាបញ្ចប់បុរសពីខាងក្រោយបន្ទាប់មកបោះចូលសមុទ្រសម្រាប់ត្រីឆ្លាមពេញមួយថ្ងៃអាណានិងកូន2នាក់បានបន្តសัตว์នៅលើមហាសមុទ្រគ្រាន់តែនៅពេលពួកគេហៀបនឹងអស់ចំហាយទឹកភ្លាមនោះអាណាបានរកឃើញកោះមួយនៅពីមុខនាងមិនយូរប៉ុន្មានទូករបស់ពួកគេត្រូវបានរុញច្រានដោយរលកអាណាប្រញាប់រើអ្វីគ្រប់យ៉ាងដែលនាងអាចប្រើដើម្បីកោះនេះបន្ទាប់មកគាត់បានរកឃើញដងមួយការប្រើប្រាស់ឧបករណ៍ដើម្បីឲ្យកុមារបំពេញបន្ថែមទឹកដោះគោដងគាត់បានយកក្តោងហើយសាងសង់កំពូលបើកចំសាមញ្ញអ្វីដែលពួកគេត្រូវការបំផុតនៅពេលនេះគឺរកទឹកសាបអាណាឆាប់រកឃើញការលេងតិចតួចក៏បានរកឃើញចេកនៅតាមដងទន្លេតារ៉ូនិងអាហារផ្សេងទៀតទោះជាយ៉ាងណាក៏ដោយគ្រាន់តែនៅពេលដែលអាណាសប្បាយចិត្តណាស់ដែលបានរកឃើញខ្សែភាពយន្តមេឃស្រាប់តែងឹតភ្លៀងធ្លាក់ខ្លាំងតង់សាមញ្ញដែលបានសាងសង់ពីមុនមិនអាចទប់ទល់នឹងពិធីបុណ្យជ្រមុជទឹកបានតតែសោះអាណាគ្មានជំរឿក្រៅពីគ្រប់ដណ្ដប់កូន2នាក់របស់នាងជាមួយនឹងភួយហើយខ្ញុំនៅខាងក្រៅភ្លៀងព្យុះភ្លៀងមកដល់ហើយលឿនបន្ទាប់ពីភ្លៀងបានបោះសម្អាតអាណាដឹងថានាងត្រូវរកទីជម្រកថ្មីគាត់បាននាំកូនរបស់គាត់ឆ្លងកាត់ព្រៃទៅខាងទៀតនៃឆ្នេរអាណាបានងាកមកហើយបានរកឃើញផ្ទះឈើមួយនៅក្នុងកៅអីខនធីដូច្នេះពួកគេចូលមករំភើបណាស់ទោះបីជាវាមើលទៅដូចជាដំណើរការធ្លាក់ចុះក៏ប៉ុន្តែវានៅតែអាចជាជម្រកដ៏ល្អមួយបន្ទាប់ពីការធ្វើឲ្យសាមញ្ញអាណាដាក់ពូថ្លាន់ស្ងួតនៅលើកោះដូច្នេះប្រសិនបើកប៉ាល់ឆ្លងកាត់ពួកគេអាចបញ្ជូនសញ្ញាទុកព្រួយឲ្យបានឆាប់តាមដែលអាចធ្វើទៅអាណាបានស្ទាត់ជំនាញក្នុងការរស់រានមានជីវិតសម្រុំមួយចំនួនកូន2នាក់ក៏លូតលាស់ក្រោមការមើលថែដោយក្តីស្រឡាញ់របស់គាត់មិនយូរប៉ុន្មានបានធំឡើងជាក្មេងជំទង់ពួកគេមិនចេះខ្វល់ខ្វាយនឹងរីករាយនៅលើកោះហើយអាណាមិនភ្លេចបង្រៀនបងប្អូនអំពីអរិយធម៌ទំនើបនិងដើមកំណើតរបស់មនុស្សជាតិទេនៅថ្ងៃនេះបងប្រុសនិងបងស្រីបានមកដល់តំបន់ថ្មពព្រះទឹកហើយជិះទូកទៅថ្មពព្រះទឹកខណៈពេលដែលពួកគេត្រូវបានជ្រមុជនៅក្នុងសេចក្តីអំណរនៃការនេះប៉ុន្តែខ្ញុំមិនបានឃើញថាខ្សែពួរត្រូវបានទឹកនាំទៅដោយនៅពេលពួកគេបានរកឃើញទូកបានរសាត់បាត់ទៅហើយត្រីឆ្លាមមួយក្បាលបានហែមករកពួកគេបងប្អូនបង្កើតអាចឈរបានតែនៅលើថ្មពព្រះទឹកហើយមិនហ៊ានប្រព្រឹត្តដោយប្រញាប់នៅពេលមេឃកាន់តែងឹតម្ដាយបានរងចាំយ៉ាងអន្ទះសារនៅលើច្រាំងរហូតដល់ល្ងាចបងប្រុសបានគិតពីផ្លូវមួយគាត់បានប្រើត្រីដែលគាត់ចាប់បានជានុយហើយយ៉ាងលឿនឆ្ពោះទៅរកទូកខណៈពេលដែលត្រីឆ្លាមបរិភោគត្រីទីបំផុតបានត្រឡប់មកទូកវិញដោយគ្មានបញ្ហាអាណាដែលទីបំផុតបានត្រឡប់ទៅកូន2នាក់របស់នាងជាថ្មីម្ដងទៀតបានព្រមានបងប្អូនថាពួកគេត្រូវតែត្រឡប់ទៅទីជម្រកវិញបន្ទាប់ពីងឹតយប់នៅទីនេះមានគ្រោះថ្នាក់នៅថ្ងៃបន្ទាប់មានព្យុះភ្លៀងមួយទៀតនៅលើកោះនេះទីបំផុតដំបូលផ្ទះឈើបានបាក់បែកនិងបាក់រុនធំមួយអាណាបានធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងដើម្បីបិទចន្លោះប៉ុន្តែវាក៏ដោយសារតែព្យុះភ្លៀងនេះដែលអាណាចាប់ត្រជាក់ដោយសារតែកង្វះការព្យាបាលវិទ្យាសាស្ត្រស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺគាត់ដឹងថាពេលវេលារបស់គាត់ជិតអស់ហើយដូច្នេះខ្ញុំបានជ្រើសរើសយកដីកំណប់ហុងស៊ុយសម្រាប់ខ្លួនខ្ញុំមុនពេលខ្ញុំស្លាប់ទោះបីបងប្រុសខ្ញុំមិនមែនជាអាណាផ្ទាល់ក៏ដោយប៉ុន្តែក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះគាត់បានចាត់ទុកភីគីមខាងទៀតជាសាច់ក្រុមគ្រួសារទាំង3បាននិយាយថាលីចុងក្រោយរបស់ពួកចាប់ពីពេលនោះមកមានតែបងប្រុសនិងបងស្រីប៉ុណ្ណោះដែលត្រូវបានទុកឲ្យរស់នៅលើកោះពេលហោះហើរបងប្រុសឆាលីបានក្លាយជាក្មេងប្រុសធំសង្ហាប្អូនស្រីរបស់ខ្ញុំលីលីក៏បានក្លាយជាក្មេងស្រីធំម្នាក់ដែលមានរូបសម្រស់នៅថ្ងៃកំណើតរបស់លីលីឆាលីបានជ្រមុជទឹកនៅបាតសមុទ្រហើយបានបាក់គុជខ្យងដែលគាត់បានរកឃើញខ្ញុំបានឲ្យគុជលីលីនៅខាងក្នុងជាកាដូខួបកំណើតលីលីស្រឡាញ់គុជខ្យងនេះខ្លាំងណាស់ខ្ញុំបានធ្វើវាចូលទៅក្នុងកន្សែងសក់ហើយដាក់វានៅលើពីពេលមួយទៅពេលមួយឆាលីនឹងមើលលីលីដោយសម្ងាត់ពេលនាងនៅក្មេងនាងមិនដឹងថាមានវិធីផ្សេងក្នុងការនិយាយជាមួយលីលីទេរាងកាយក៏បានឆ្លងកាត់ការផ្លាស់ប្ដូរដែលមិនធ្លាប់មានពីមុនការផ្លាស់ប្ដូរនេះធ្វើឲ្យគាត់មិនស្រួលប៉ុន្តែគាត់មិនបានដឹងច្បាស់ពីរបៀបដោះស្រាយវាទេដោយមានបទពិសោធន៍ច្រើនហើយគ្មានកន្លែងណាដែលអាចបញ្ចោញបានឆាលីបានចេញទៅសមុទ្រហែលទឹកជាមួយត្រីឆ្លាមគាត់បានរៀបរាប់ពីដំណើរផ្សងព្រេងរបស់គាត់ទៅកាន់លីលីប៉ុន្តែលីលីបានប្រាប់គាត់ដោយទឹកមុខត្រង់ថាវាមិនគួរឲ្យសប្បាយចិត្តតតែសោះវាគ្រោះថ្នាក់ណាស់មនុស្សពីរនាក់មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងអំពីវាឃើញថាលីលីពិតជាខឹងណាស់ឆាលីប្រញាប់ប្រញោលទៅរកគាត់លីលីស្ងប់ស្ងាត់ភ្លាមគ្រាន់តែនៅពេលដែលអ្នកទាំងពីរលេងជាមួយគ្នាខ្ញុំចៃដន្យដួលទៅនឹងដីបរិយាកាសភ្លាមប្រែជាមិនច្បាស់លីលីបានបែរមុខចេញភ្លាមដោយភាពភ័យស្លន់ស្លោហើយផ្លាស់ប្ដូរប្រធានបទដើម្បីបញ្ចប់ភាពមិនច្បាស់នេះនៅថ្ងៃនោះលីលីភ្ញាក់ពីព្រលឹមដើម្បីរកឃ្លុកឈាមនៅលើគ្រែហើយនោះខ្លាចនឹងរកចេញពីនាងប៉ុន្តែមិនយូរប៉ុន្មាននាងបានស្ងប់ស្ងាត់នាងចង់ចាំអ្វីដែលម្ដាយនាងបានប្រាប់នាងមុនពេលនាងស្លាប់ឃ្លុកឈាមនេះមានន័យថាគាត់លែងជាក្មេងស្រីតូចទៀតហើយតើអ្នកចាំទេអ្វីដែលម្ដាយនិយាយនឹងកើតឡើងនៅពេលខ្ញុំខ្លាចជាស្ត្រីត្រូវហើយល្អខ្ញុំបានខ្លាចជាម្នាក់